จะថ្ងៃសមចុងក្រោយសម្រាប់ផ្ទាំងទស្សនីយភាពក្បាច់គុនចម្រុះខ្មែរបុរាណព្រឹត្តិការណ៍នគរសង្គ្រាមខាងសហព័ន្ធគុនល្បុក្កតោយើងផ្ទាល់នាំមកនៅទស្សនីយភាពដូចជាយុទ្ធគុនចម្រុះបុរាណដែលមានដូចជាខ្លាក្រាបសង្ហែប៉ែនយុទ្ធក្រមខំក្បាច់គុនខ្មែរនិងក្បាច់គុនថោផមបងក្នុងនេះជាអ្នកសម្រួលផងដែរពិតជាចង់ឃើញបងប្អូនបង្ហាញនៅទម្រង់យុទ្ធគុនដែលរបស់ខ្លួនហ្នឹងដែលគាត់បានកាត់ខំវឹកហាត់អស់រយៈពេលប្រហែលជា1 ខែមកនេះបង្ហាញឲ្យអស្ចារ្យដើម្បីជាភាពតាក់ទាញទៅដល់ភ្ញៀវទេសចរទាំងជាតិទាំងអន្តរជាតិក៏ដូចជាលើកស្ទួយនិងផ្សព្វផ្សាយវប្បធម៌របស់យើងផងដែរក្នុងព្រឹត្តិការណ៍នគរសង្គ្រាមខាងមុខនេះពួកយើងជាក្រុមយុទ្ធគុនខមពួកយើងមានការសម្ដែងសូរពិសេសជាច្រើនមានដូចជាការវាយជាក្រុមការវាយលង្ហិនវាយអក្សរជនគឺមានច្រើនហើយមិនមែនតែពួកយើងមានតែយុទ្ធគុនខមទេនៅមានយុទ្ធគុនខ្មែរច្រើនទៀតដែលចូលរួមក្នុងថ្ងៃនេះហើយមួយវិញទៀតព្រឹត្តិការណ៍នគរសង្គ្រាមនេះគឺយើងធ្វើឡើងមិនមែនដើម្បីតែសប្បាយឬក៏អបអរសាទរឆ្នាំថ្មីទេគឺយើងអត់ភ្លេចទេនៅកងទ័ពវីរៈជនជួរមុខរបស់យើងហើយយើងធ្វើនេះគឺដើម្បីមានរៃអង្គាសថាវិការដើម្បីជូនដល់ពួកគាត់ទាំងអស់គ្នាហើយមួយទៀតពួកយើងទាំងអស់គ្នាយុទ្ធគុនខមពួកយើងមិនដែលភ្លេចកងទ័ពជួរមុខទេយើងសម្ដែងនៅពេលនេះគឺដើម្បីរំលឹកគុណកាលពីសម័យដើមពេលធ្វើសង្គ្រាមគឺគេប្រើក្បាច់គុនយុទ្ធក្រមខមនេះហើយក៏ប៉ុន្តែនៅពេលឥឡូវនេះគឺមានតែវីរៈកងទ័ពយើងកាន់កាភ្លើងនៅជួរមុខអញ្ចឹងពួកខ្ញុំសម្ដែងនៅជួរក្រោយនេះមានគឺដូចជាសម្ដែងនៃការលើកទឹកចិត្តដល់ពួកគាត់បានន័យថាពួកយើងអត់ភ្លេចគាត់ទេជួបជុំគ្នាក្នុងព្រឹត្តិការណ៍នគរសង្គ្រាមនៅរាជធានីភ្នំពេញពីថ្ងៃទី14ដល់19ខែមេសាឆ្នាំ2026